អបអរសាទរបងប្អូនខ្មែរទៅលើការឆ្លើយតបដ៏ពពេញទៅដោយភាពចាស់ទុំតែម្ដងពិភពលោកទាំងមូលបានសម្លឹងមើលលោកអ្នកបងប្អូនហើយបានមើលខានភាពចាស់ទុំដ៏គួរឲ្យគោរពទាំងគួរឲ្យស្រឡាញ់ផងមានន័យថានៅក្នុងស្ថានភាពទាំងប្រមាណមួយរយៈនេះការឆ្លើយតបរបស់លោកអ្នកបងប្អូនជាការឆ្លើយតបដែលមានភាពចាស់ទុំមានន័យថាគូបំណងរបស់យើងមិនមែនប្រអាប់អ្នកណាមិនមែនជេរអ្នកណាមិនមែនបំផ្លាញអ្នកណាឬក៏អីទេភាពចាស់ទុំយើងសម្លឹងមើលបញ្ហាហើយយើងចង់តែមានដំណោះស្រាយបានទេហើយនៅក្នុងហ្នឹងយើងសុខចិត្តអត់ធ្មត់ទប់អណ្ដាតទប់សម្ដីមួយចំនួនណាដើម្បីធ្វើម៉េចឲ្យដោះស្រាយទង្វើបែបនេះជាទង្វើដែលគួរឲ្យគោរពគួរឲ្យស្រឡាញ់ណាបង្ហាញអំពីភាពចាស់ទុំ